ថ្មីនេះមានករណីយានយន្តបើកបុកជនរងគ្រោះស្លាប់ហើយជនបង្កបានគេចខ្លួនទៅបាត់ចាអញ្ចឹងប្រជាពលរដ្ឋលោកឆ្ងល់ថាតើអ្នកដែលបើកបុកគេស្លាប់ហើយបានគេចខ្លួនទៅបាត់គាត់ត្រូវតែទទួលនៅការដាក់ទណ្ឌកម្មទៅលើផ្នែកទៅច្បាប់យ៉ាងណាដែរចានេះខ្ញុំក៏សូមជម្រាបជូនផងដែរថាបើសិនជាយើងពិនិត្យទៅតាមបញ្ញត្តិមាត្រា85នៃច្បាប់ចរាចរណ៍ផ្លូវគោកក៏បានបញ្ញត្តិផងដែរថាជនណាចាដែលគាត់បើកបរដោយធ្វេសប្រហែសខ្ជាមិនប្រុងប្រយ័ត្នឬក៏មិនគោរពច្បាប់ចាដែលបណ្ដាលឲ្យអ្នកដទៃស្លាប់ហើយរត់គេចខ្លួនពីកន្លែងកើតហេតុគាត់ដែលជាជនបង្កនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលពី2ឆ្នាំទៅ5ឆ្នាំហើយនឹងពិន័យជាប្រាក់ពី10លានរៀលទៅ25លានរៀលផងដែរចាប៉ុន្តែនៅក្នុងករណីចាដែលជនបង្កគាត់បើកបុកអ្នកដទៃស្លាប់ហើយគាត់គេចខ្លួនចាគាត់មិនបាននៅមើលមិនបានឈប់នៅទីតាំងកើតហេតុនឹងទេគាត់គេចខ្លួនទៅបាត់ជនបង្កនឹងអាចប្រឈមនឹងការចោទប្រកាន់មួយបទល្មើសមួយទៀតចាគឺបទរត់គេចខ្លួនចាស្របតាមបញ្ញត្តិមាត្រា543នៃក្រមព្រំប្រទានចាដែលបានបញ្ញត្តិយ៉ាងច្បាស់ថាអ្នកបើកបរដែលបង្កឲ្យមានគ្រោះថ្នាក់ឬក៏ខូចខាតដោយមិនព្រមឈប់ដើម្បីរត់គេចពីការទទួលខុសត្រូវផ្នែកព្រំប្រទានគាត់អាចប្រឈមមុខនឹងការដាក់ទោសពន្ធនាគាររយៈពេលពី6ខែទៅ2ឆ្នាំនិងពិន័យជាប្រាក់ពី1លានរៀលទៅ4លានរៀលផងដែរបន្ថែមពីទោសខាងលើជនបង្កត្រូវសងសំណងបន្ថែមទៅលើការខូចខាតរបស់ជនរងគ្រោះផងដែរប៉ុន្តែដោយសារករណីនេះចាជនរងគ្រោះគាត់បានទទួលមរណភាពហើយអញ្ចឹងតើច្បាប់គិតយ៉ាងម៉េចដែរតើអ្នកណាជាអ្នកទទួលបណ្ដឹងទៅលើជនបង្កនោះចាអញ្ចឹងបើយើងពិនិត្យទៅតាមបញ្ញត្តិមាត្រា16នៃក្រមនីតិវិធីព្រំប្រទានក៏បានបញ្ញត្តិផងដែរថាក្នុងករណីមរណភាពនៃជនរងគ្រោះដើមបណ្ដឹងចារដ្ឋបវេនីដើមធ្វើឬក៏បន្តបានដោយសិទ្ធិវ័នដែលជាប្រពន្ធឬកូនរបស់ជនរងគ្រោះគាត់អាចដាក់ពាក្យបណ្ដឹងចាទាមទារនៅសំណងការខូចខាតនិងជំងឺចិត្តដែលបានរងគ្រោះពីការបង្កឡើងដោយជនប្រព្រឹត្តនៅអំពើល្មើសនោះបានផងដែរចាសូមអរគុណច្រើន